បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទគ្រូសុករានចង់បង្ហាញនៅរុក្ខជាតិមួយយ៉ាងដែលជារុក្ខជាតិឱសថសម្រាប់ព្យាបាលជំងឺផ្សេងបងប្អូនបាទនេះគឺហៅថាដើមបាយក្តាំងនេះព្យាបាលរោគច្រើនមុខណាស់បងប្អូនបាទដែលយកទៅផ្សំជាមួយនឹងឱសថផ្សេងបងប្អូនបាទមូលហេតុហៅថាបាយក្តាំងដោយសារដើមមើលផ្ការបស់ដើមនេះគឺដូចបាយក្តាំងអញ្ចឹងបានចាស់បុរាណលោកហៅថាដើមបាយក្តាំងហើយដើមបាយក្តាំងនេះបើរូបមន្តរបស់ខ្ញុំយកទៅផ្សំធ្វើជាថ្នាំគិសបងប្អូនណាបាទធ្វើជាថ្នាំគិសសម្រាប់ព្យាបាលដុំគិសទឹកនិងគិសខ្លាញ់គិសសាច់បងប្អូនបាទនេះសន្តានស្លឹករបស់ដើមបាយក្តាំងបងប្អូនស្គាល់ណាបាទអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍ចង់បាននៅឱសថសម្រាប់ព្យាបាលជំងឺផ្សេងបងប្អូនអាចតាក់ទងមកខ្ញុំបានហើយថ្ងៃនេះខ្ញុំមកគាស់នេះមិនមែនធ្វើជាថ្នាំគិសទេគឺយកប្រើថ្នាំធ្វើជាថ្នាំគ្រុសក្នុងប្រមាត់បងប្អូនបាទក៏យកធ្វើថ្នាំគ្រុសក្នុងប្រមាត់បាទឱសថនេះដើមនេះគឺព្យាបាលរោគច្រើនយ៉ាងបងប្អូនទៅតាមរូបមន្តលោកគ្រូផ្សេងគ្រប់គ្នាបងប្អូនបាទអញ្ចឹងសូមអរគុណបាទ